មានសួរលោកគ្រូចឹងសម្រាប់ project midterm exam web project SU1423 ចំណុចទី1យើងត្រូវ create project Laravel ឈ្មោះ group 01 SU1423 សម្រាប់ខ្ញុំនៅ group 02ខ្ញុំនឹងដាក់ឈ្មោះ group 02 SU1423 អូខេចឹងសម្រាប់ project Laravel គឺដំបូងឡើយយើងត្រូវមាន composer យើងត្រូវ install PHP ឲ្យតែយើងមានពីរទាំងរួចរាល់គឺយើងអាចបង្កើតបានហើយដោយប្រើ command line ខ្ញុំនឹងប្រើ command line ក៏ដូចជា git bash សម្រាប់បង្កើតproject Laravel ដំបូងឡើយយើងត្រូវបង្កើត folder មួយមកទុកនៅណាក៏បានទុកឲ្យ secure មកចឹងខ្ញុំបង្កើតហើយឈ្មោះ site នេះហើយខ្ញុំ cd ទៅវាខ្ញុំសាក cd ទៅវិញខ្ញុំ cd ទៅ site អូខេគ្រាមួយសិនហើយខ្ញុំនឹងបង្កើតចូលខ្ញុំឆែកមើលសិនអូខេអត់ទាន់មានទេចឹងខ្ញុំនឹងបង្កើត project Laravel ថ្មីដោយថែ command composer អញ្ចឹងបើយើង cd រួចហើយគឺយើងអាចធ្វើបានហើយសំខាន់ឲ្យយើងមាន composer ហើយនឹង PHP ហើយនឹងអ្វីដែលវាត្រូវការដើម្បី run Laravel សំខាន់តែពីរនឹងសិនមកអូខេចាយើង type composer create project Laravel /Laravel ខ្ញុំយក Laravel version 12អូខេ 12.0 ឈ្មោះ group 02 SU1423 អូខេវានឹង create project ឲ្យយើងតែប៉ុណ្្នឹងទេចាំតិចទៅអូខេរួចរាល់ហើយអូខេរួចរាល់ចឹងខ្ញុំនឹងទៅមើលនៅក្នុង folder ខ្ញុំតាមមានអត់នេះថ្មីនេះហ្នឹងហើយសម្រាប់កម្មវិធីគឺខ្ញុំប្រើ Visual Code សម្រាប់ទៅមើល project យើងហើយក៏ដូចជាសរសេរ make controller make អីហើយសម្រាប់ទៅមើល database គឺខ្ញុំប្រើជាមួយនឹងកម្មវិធី DataGrip របស់ JetBrains ដើម្បីទៅមើល database យើងទីទួចចឹងទៅអូខេឥឡូវយើងចូល Visual Code ស្មើដើម្បីទាញ project folder យើងចូលទៅក្នុង Visual Code ហើយយើងនឹងឃើញអូខេនេះខ្ញុំអត់បានទាញមើលមិញនេះ folder ដែលខ្ញុំបង្កើតមិញវានៅ site ហើយវាឈ្មោះគ្រប់ហ្នឹងយើងទាញចូលមកគឺវាមាន project Laravel ដែលយើងបានបង្កើតមកមិញហ្នឹងអូខេឥឡូវចំណុចទី1យើងគឺហើយយើងបានបង្កើតឈ្មោះបង្កើតអីហើយយើងអាចតេស្តបានទៀតអូខេតែខ្ញុំសារការ link របស់ខ្ញុំគឺខ្ញុំប្រើ wallet ដើម្បីតេស្តចឹងខ្ញុំ cd ទៅ project យើងហើយខ្ញុំប្រើ wallet ដើម្បី link វាតិចហើយយើងនឹងយកតេស្តឲ្យមើលហើយហ្នឹងមក project ហ្នឹង run បានហើយតែប៉ុណ្្នឹងចូល browser យើង type link ចូលមកដើរអត់ដើរហ្នឹង project Laravel យើងមិញហ្នឹងដែលយើងបានបង្កើតភ្លាមថ្មីហ្នឹងអូខេចឹងចំណុចទី1យើងគឺរួចហើយណាយើងអាចប្រើ PHP Artisan Server ក៏បានដែរតែខ្ញុំតេស្តភ្លាមមកចឹងចូលចំណុចទី2គឺ configuration database ក៏ដូចជា migration ចំណុចនេះគឺយើងត្រូវបង្កើតមក SQL ជាយើងត្រូវចូល command line ដំបូងឡើយអូខេខ្ញុំភ្លាមមួយសិនតោះចូលមក SQL user យើងឈ្មោះ root យើងចូលជា root ហ្មង create database ឈ្មោះ group 02 SU1423 យើងដាក់ឈ្មោះដូចគ្នាអូខេឥឡូវយើងចូល database នេះ database យើងបង្កើតថ្មីឥឡូវខ្ញុំសាក login ចូលខ្ញុំសាក connect ចូលសិន database ហ្នឹងខ្ញុំប្រើ DataGrip កម្មវិធីយើងប្រើកម្មវិធីអីក៏បានដែរយើងប្រើ command line ក៏បានដែរអត់បញ្ហាទេតោះចូលមក SQL មកឈ្មោះអីក៏បានដែរខ្ញុំដាក់ group ដដែល SU group 02 សំខាន់ជាងគេគឺ host យើង port ហើយនិង user root password មានទេ database យើងអានេះបានសំខាន់សារខ្ញុំចង់ប្រើហ្នឹងមក02តែ connection succeed apply ចូលមកនេះអត់ទាន់មានអីទេដោយសារយើងអត់ទាន់បានធ្វើអីមួយជាមួយនឹង database ហ្នឹងទេតែទៀតពេលយើង migrate វាចូលយើងនឹងឃើញឯងណាមាន table មានអីគឺអត់ទាន់មានទេណាអានេះគឺជាបើយើងមិនខ្វល់ពី component ដោយសារនេះជារបស់ root ទេសំខាន់ជាងគេគឺ database យើងនេះអត់មានអីទេអត់ទាន់មានអីទេណា0ហ្មងចឹងយើងត្រូវ migrate វាតោះយើងអាចធ្វើនៅក្នុងនេះក៏បានដែរធ្វើនៅក្នុង Visual Studio ក៏បានដែរយើងបើក terminal វាមកហើយយើង migrate Artisan mic ណាទី5អូតោះណាយើងត្រូវនេះសិនពេលយើងបង្កើត database ហើយយើងត្រូវឲ្យវាស្គាល់គ្នាសិនខ្ញុំច្រឡំណាតោះយើងចូល .env file មក
hay rồi mơ database nên nào vậy nè DB connection lục sao đã SQL lại giờ para đấy nhưng para mà SQL này IP dưỡng localhost port dưỡng tất cả chúng database dưỡng cứ group son phí su đọc 4,7 dạ ok username đối trai ấy tạo hiện cho config mà tăng tiết database hay rồi cho mùi năng này default vậy đồ nó tụng nó bộ Việt miễn Việt đang trò mà SQL chẳng ở đây xong khán là dương đa đó lợi pin nhưng mà tôi mày ra cho mơ Việt đá ấy nè ok rồi dương xéo á mình xả rằng nhìn đồng thiết đấy anh mình error man từ xa ấy từ xa dương ở tôn migrate vì thế chẳng vi tranh error mà chẳng xa database mấy việc score thế hay dương lục SQL lại trả tiền chẳng việc cứ việc tờ sọt dương ở score một ok chứ những xa migrate mà refresh nữa tao mà vậy nhỉ từ xa lấy vi score này database dương mới đi score cái này hay dương chọn đừng thay vi score này tắm nè dương refresh mà database dương mình thầy bỏ nè mà thầy bỏ mà ngán mấy nhận miếng đấy nè nhưng mà ai test video nhưng mà ai drop vì chào mày drop vì drop cho ở món á hai nhưng mày làm tiền với refresh mà tiền cái nhát đôi chỉ bên đôi khả năng bên là về nhưng bây giờ thưa mà tập bọn này cứ bây giờ mày cái nó cứ màu mỏng thẻ bỏ default bỏ là về cứ màu từng ngọ ok tránh database cái đôi chia đi hướng hai ấy dương bạc card database nó không ngại SQL per command line như máu kịch bài máu ấy các bạn này sai chật dương này login cho user hay dương bạc card database ở visco nhé đôi in file có đôi chia sẽ này lại config cứ dương rủi ro dạng ai pra cứ visco cái này ok chân cho nó tị bệnh đó cứ create on VC using git bài controller một đấy hay nâng view này tỏ thì vì tổng 10 sẵn dương cho git bài dương máu xịt mãi SQL máu clear 10 sẵn tỏ PHP artisan mấy cái từ bốn lái cứ dương thử mấy controller chỉ một sẵn chúng ta đã controller chúng mua customer controller ok bởi những bạn ở trong nick viên nghi số chuyện này chụp make product controller category controller tập bay này tại trên đường trong Visual Studio dưỡng bật này cháo mở bạc app bạc HTTP nè category customer product mà từng ngọc nhưng trong cái số những thua được không thơ với nó với số các bạn này sai dân khơi liền mỏng là những clear sẵn và top cứ chi màu đen ok rồi nhưng mà cạnh màu đen chẳng tờ đã PHP artisan make tại nick dương make một đèn một đòn dương cho bạc một đèn hai máu chúng mua kia mình bạc một đi sân chúng mua chúng mua thiệt chúng mua cái mấy mà đây chúng mua customer một cái TP product bảy category 4 user cơ máu user miễn sao vậy trong mình reload error màu ở đây thì tập tổ tiết cứ dương thử make view này employee product category and user ok tập PHP đã artisan clear mới xin make okay view này employee TP là những bao view mới xin resource view này employee màu ấy mình product của top nào đấy product màu ấy category của top hay nắng trong gọi cái cứ user đấy
ចឹងម្ដងទៀត employee product category user ហើយអស់ហើយអូខេសម្រាប់ MVC យើងគឺយើងបានបង្កើតរួចហើយបន្ទាប់មកគឺយើងត្រូវការ link route view into static home page អូខេចឹងលោកគ្រូបាន send link ឲ្យមួយគឺ link ជាប្រភេទ GitHub ដែលខ្ញុំនឹងយកមក copy paste ចូលនៅក្នុង page user អូខេហើយខ្ញុំបាន download វាទុកហើយនៅក្នុង download នេះ source code ខ្ញុំបាន rename ហើយអញ្ចឹងខ្ញុំនឹងយក code នេះអាយ៉ាទៅ paste ចូលនៅក្នុង page បាទក្នុង Visual Studio មក open មកcopy វាចូលទៅក្នុង view របស់ user ខ្ញុំដាក់នៅក្នុង user ចុះអូខេខ្ញុំបិទ HTML វិញណាអញ្ចឹងវាមានកូដសម្រាប់ home page របស់ user ហើយយើង route វាចូលបើកដើម្បី route បើក web page មកឆ្លង web page web.php យក route មួយហ្នឹងមកហើយយើងបង្កើត route ថ្មី route ថ្មីក៏បានយើងដាក់លើនេះក៏បានដែរតែខ្ញុំចង់បង្កើត route ថ្មីដោយសារតេស្តជាមួយនឹង route home ណា get បើវងចកឈ្មោះអីគេមិញឈ្មោះ home index ក៏បានដាក់អីក៏បានដែរដាក់ apple ទេក៏បានដាក់អីទេដាក់ home ចឹងមកភាសាពី professional ហើយឈ្មោះ function ទេបើយើងប្រើជាមួយនឹង controller អីយើងអាចប្រើ class តែនេះខ្ញុំប្រើ function ធម្មតាទេទេដោយសារខ្ញុំឲ្យវាតេស្តវាភ្លាមតែម្ដងគឺនៅក្នុង route home គឺវាទៅ view ហ្មងតោះដាក់ semicolon មួយ return view ឈ្មោះគេ view យើងឈ្មោះ user យេឡង user save ទុកមកហើយយើងចាំវា complete ឥឡូវការ route យើងជប់ខ្ញុំបើកមើលសិន route យើងហើយនេះយើងទៅយកកូដពី GitHub គ្រូហើយយើងតេស្តមកតោះចឹង page នេះដដែលតែលើនេះគឺយើងប្រើ route ទៅ home អូខេបញ្ហាទៀតចាំតិចវាយខ្លួនឯងមកនេះដែរ form bootstrap យើងណាហើយបើចង់ដឹងថាវាដើរឬក៏អត់ខ្ញុំតេស្តឲ្យមើលទៀតចូលនេះវិញមក HTML យើងវិញមកខ្ញុំដូរ background មួយនេះវិញវាដើរខ្ញុំសាកលុប background នេះចេញមិនមានអីកើតឡើងដូរទៅជាពណ៌សខ្ញុំដាក់ background red ចេញពណ៌ក្រហមអត់ចេញខ្ញុំដាក់ font 300វាឲ្យដាក់ធំមកចេញអត់ចេញចេញហ្នឹង font size 300វាចេញមួយចេញអត់ហើយនេះក៏ដែរឥឡូវខ្ញុំតែផ្សេងតែខ្ញុំតែ background color ដែរដាក់ red red ហើយ green ម្ដងខ្ញុំតែ linear ក៏បានដែរ ground linear gradient 90 cyan này nè cyan pink nha tao bay test thì này màu này cái nhát tôi đã red màu vậy chẳng biết nào mèn hai mèo ráo nó ai test nó thiệt đã home đã index mà này score là chuẩn bị là index thì đây mày chẳng kể để sao nhưng p để nhưng quay với nó tới nhưng cần sai mua về bạc với em sạc non thì đấy sạc như page mới http home slash index cho okនេះត្រូវហើយនេះបានវាដាក់អូខេអញ្ចឹងសម្រាប់ MVC ក៏ដូចជាការ route របស់យើងហើយអស់ហើយនៅចំណុចទី4ទី5តាក់ទងនឹងជាមួយនឹងការ push ហើយនឹង clone នៅក្នុង GitHub តោះអញ្ចឹងយើងចូល browser យើងហើយខ្ញុំទៅមើល GitHub សិនដោយសារខ្ញុំមិនទាន់ log in ផងតោះឥឡូវយើងធ្វើការ log in plate
การ log in របស់ខ្ញុំបានរួចរាល់ហើយឥឡូវខ្ញុំបង្កើត repository ថ្មីនេះ create new មកហើយយើងដាក់ឈ្មោះដដែលដូចគ្នាគ្រប់02 shoot 23ខ្ញុំក៏ដាក់សនទូឡោទៀតតែអីទេ mid term description តិចតួចណា create ប៉ុណ្ណាតោះយើងបាន link យើងបាននេះហើយយើងចូល git bash យើងវិញឥឡូវយើងចាប់ផ្ដើមជាមួយនឹង git init ដើម្បីវាបង្កើត report folder សម្រាប់ត្រៀមនឹង push អូខេតោះមកយើងមើល status សិនអត់តបាន add ទេយើង add ទាំងអស់មកហើយខ្ញុំយើង remote វា origin website យើងមិញឈ្មោះខ្ញុំ delay group 23 ដល់group 2អូយដាមកលោកវាស្គាល់អូខេវាស្គាល់ហើយតោះឥឡូវខ្ញុំសាក git ខ្ញុំមើល status ម្ដងទៀត add អស់នៅអូខេហើយ git commit មកអមមកដល់ណាលុបមួយចោល message ខ្ញុំគឺ submit mid term អូខេ git push master ហើយជាយើងឈ្មោះ master នេះនៅនេះចាំមើលវាណាអូខេដាក់រួចរាល់ហើយចូលទៅ refresh ប្រាក់ web page យើងមកហើយ internet រៀង slow លើដាក់ internet បានអស់ខ្ញុំ refresh ម្ដងទៀតហើយអូខេចូលមកតណានេះមកអូខេអញ្ចឹង scroll យើងមកហើយនឹងសម្រាប់ការ post ទៅលើ GitHub ដែរលោកគ្រូខ្ញុំនឹងដាក់ link ចូលនៅក្នុងពេល submit ហើយតោះខ្ញុំនឹងទៅមើលតិចឲ្យវាស្គាល់ហើយគឺជា Laravel page Laravel អូខេហើយប៉ុណ្ណឹងនេះគឺជា code របស់យើងហើយដើម្បីបញ្ជាក់ថានេះគឺជា code មែនខ្ញុំនឹងចូលទៅក្នុង view តិចជានៅក្នុង resource ចុះតិចនេះ view ចូល user យើងនឹងឃើញ background color យើងនៅណានេះណានេះ linear gradient ដែលយើងស្រីមិញហ្នឹងហ្នឹងហើយបាទប៉ុណ្ណឹងហើយបន្ទាប់មកយើងធ្វើការតទៅចំណុចចុងក្រោយគេគឺលេខ5គឺ clone project ពី GitHub អូខេចុះខ្ញុំអាច click ទៅលើ code របស់ Python នេះរកពាក្យ clone នេះ local មកហើយយើងអាចប្រើ HTTPS ឬ SSH ក៏បានដែរអីទេខ្ញុំយក HTTPS ហ្មងដោយសារវាងាយស្រួលខ្ញុំត្រូវបង្កើត folder ថ្មីសិនចុះខ្ញុំបង្កើតនៅក្នុង desktop ហ្មងតែខ្ញុំ cd ហើយខ្ញុំចូលទៅក្នុង desktop ហើយ directory ថ្មីឈ្មោះថា term យ៉ាហើយឈ្មោះគ្រប់ 02 clone ចឹងណាហើយយើងមើលវាយើងច្រើនតិចនេះរកដល់មកសំខាន់ហ្នឹងនេះខ្ញុំអត់ដឹងទេនេះ file តខ្លួនគ្រប់12 clone មានហើយចឹងយើង cd ចូលវាមកនេះ clear listen ហើយយើងនឹងធ្វើការ clone វាហើយអញ្ចឹងយើង git clone ហើយយើង pass link យើងចូលហ្នឹងយើងមើល file មកគឺមានដូចក្នុងនេះយើងអត់ចាយ៉ាខ្ញុំ cd ម្ដងទៀតអត់ដោយសារវា clone វានៅក្នុងហ្នឹងតង់ទៀតអូខេតោះយើងទៅមើល file ទាំងអស់ណែ config resource គឺមកទាំងអស់ខ្ញុំអាចត្រីវា
Python W3 តែអីទេមិនខានវាស្គាល់តែខ្ញុំទៅមើលនេះសិននៅណាមិននៅ desktop ហ្នឹងហើយ group នោះតោះទៅមើលនេះមកអស់ដែលយើងបានបង្កើតមិញនេះគឺវានៅទាំងអស់ហើយខ្ញុំអាចខ្ញុំសាកបិទនេះចោលសិនខ្ញុំបិទ Visual Studio សិនបើកថ្មីហើយខ្ញុំនឹងទី folder នឹងថ្មីអីយ៉ាមិនវាចេញតែហ្នឹងclose បានទេ close បើកមួយទៀតមក back ខ្ញុំទាញ folder ហ្នឹងតែដោយសារវាឈ្មោះដូចគ្នាវាអាចមានបញ្ហាជាងដាក់ clone មកអាយ៉ាអត់ទេយក folder ធំមក desktop នេះទាញចូលមកចំនេះចូលចូលខ្ញុំទៀតហ្នឹងអូខេខ្ញុំទាញខុសទៀតដល់តោះហើយយើងទៅមើលក្នុងហ្នឹងគឺវាមានដូចគ្នាមានដូចគ្នាទៅមើល view យើងនេះបាទសម្រាប់កិច្ចការមានតែប៉ុណ្្នឹងលោកគ្រូគឺមានការ push សំដៅមានការ create project hardware យើងប្រើ composer create command line configure database យើង log in ហើយយើងទៅខ្ញុំតេស្តមើលនៅក្នុង data grid តែវាមាន table មានអីអស់ហើយបន្ទាប់មកគឺមានការ create MVC controller model ដែលយើងប្រើ PHP artisan command ហើយយើង link route វាចូលទៅក្នុង home page ខ្ញុំប្រើ page user ខ្ញុំយក link ហើយយក source code លោកគ្រូមក pass ចូលជា page bootstrap ហើយ4គឺ push source code ចូលក្នុង GitHub ដែលយើងបាន push មិញហ្នឹងនេះបន្ទាប់មកគឺយើង clone ប្រើ HTTPS លេខ5អរគុណលោកគ្រូគឺមានតែប៉ុណ្្នឹងបាទ